This is a drama. I'm the drama. សួស្តីអ្នកគ្នាយើងទៅបន្តរឿងរបស់យើងភាគទី3ជាបន្តទៀតពេលនេះដែរក្រុមរបស់ជេមីនកំពុងតែវាធ្វើបាបបរិសម្នាក់ដែលបានចាក់ជេហូហើយនិយាយពីថាកូនចៅរបស់គេនឹងស្អាតទៀតហ្នឹងណាប្រុសស្អាតនឹងគេក៏ស្រែកឲ្យអពៈសក់កញ្ញានឹងឆាប់ក្រោកឡើងមកតើគ្នារបស់ឯងដតីទៀតណែឯណាទៅយើងសួរឯងឯណាគ្នារបស់ឯងដតីទៀតឯងគិតតែឯងអាចការពារពួកគេបានមែនទេហើយពួកគេនឹងការពារឯងវិញអពៈសក់កញ្ញានឹងគេក៏តបទៅវិញថាឯងធ្វើទៅបើសិនជាឯងអាចធ្វើបានតើឯងអាចនឹងធ្វើអ្វីបានក្រៅពីការសម្លាប់ខ្ញុំនោះពេលដែលលឺអញ្ចឹងទៅជេមីនគេក៏ហួសចិត្តហើយគេក៏ប្រាប់យន្តហូទុកឲ្យគេជាអ្នកចាត់ការរួចហើយនឹងគេក៏និយាយវិញម្ដងថាពិតមែនឲ្យយើងមើលតើឯងអាចទ្រាំបានប៉ុណ្ណាទៅនិយាយចឹងហើយនឹងគេក៏ទៅអពៈសក់កញ្ញានឹងផ្លាច់តែម្ដងនិយាយពីថាគេដៃឆានណាវាយគេគ្មានញញើទេចំណែកឯយន្តហូវិញគេមិនចង់ឲ្យជេមីនវាយអពៈសក់កញ្ញានឹងទេគេមិនចង់ឃើញឈុតឆាកបង្ហូរឈាមណាក៏ប៉ុន្តែជេមីនគេក៏ធ្វើជាបារម្ភពីបងប្រុសរបស់គេថាពេលនេះបងប្រុសរបស់ខ្ញុំកំពុងតែគេងនៅឯមន្ទីរពេទ្យតើយើងមិនគួរឲ្យគេសងនៅបាត់អក្រិតនេះទេមែនទេសូម្បីតែយន្តហូក៏មិនអាចខាត់ជេមីនបានដែរដូច្នេះហើយជេមីនក៏បន្តវាយអពៈសក់កញ្ញាចឹងទៀតទៅមិនតែប៉ុណ្ណោះទេគេក៏បន្តធ្វើទរណកម្មបន្ថែមទៀតនិយាយពីថាសង្ហាមានលោកអើយតែគួរខ្លាចណាស់លួសមកដល់ថ្ងៃថ្មីមកយន្តហូក៏យកផ្កាមកជូនដល់បងគេណាគ្រាន់តែគេចូលមកដល់នឹងគេក៏សួរថាតើសុខភាពរបស់បងមិនដែរជេហូគេក៏ប្រាប់ទៅថាខ្ញុំមិនអីទេគ្រាន់តែមានអារម្មណ៍ថាដូចជាមិនសូវល្អយន្តហូគេក៏ឆ្ងល់ថាហេតុអីទៅតែបានអីជេហូគេថាគេនឹកយន្តហូឡើងពេញមួយថ្ងៃហើយយន្តហូក៏សួរទៀតពិតមែនតាមផ្លូវមកទីនេះខ្ញុំបានឃើញម៉ូដែលប្រុសដែលខ្ញុំធ្លាប់ស្គាល់វាហាក់បីដូចជាពួកគេទើបតែឆ្លងកាត់ទីនេះនោះទេគេចង់បានន័យថាប្រុសម៉ូដែលដែលជាក្មេងៗរបស់ជេហូណាជេហូវិញគេក៏ប្រកែកយ៉ាងលឿនគេថាអ្នកទាំងអស់គ្នានឹងសុទ្ធតែលេខាសងជាអ្នកហៅមកទេពួកគេទាំងអស់គ្នានោះពិតជារញ៉េរញ៉ៃនៅក្នុងមន្ទីរពេទ្យដល់ហើយវាឡើងវឹកវរហើយក៏រញ៉េរញ៉ៃពេញនឹងហ្មងណាខ្ញុំមានអារម្មណ៍ថាដូចជាមិនល្អដូច្នេះខ្ញុំបានដេញពួកគេចេញទៅវិញអស់ហើយដល់តែយន្តហូវិញក៏អោនទៅឡើងចិត្តជេហូតែម្ដងហើយក៏សួរថាពិតមែនជេហូក៏ឆ្លើយពិតណាស់វាគឺជាការពិតបើសិនជាឯងមិនជឿខ្ញុំទេហើយលេខាសងមកអញ្ចឹងណែនិយាយគ្នាចិត្តនឹងគេក៏បានគិះគ្នាបន្តិចទៅតែថាគេឲ្យយើងឃើញទៀតឃើញតែគេចាប់ដៃគ្នាណាបន្ទាប់មកយន្តហូក៏ចាក់ទឹកឲ្យជេមីនញ៉ាំដោយគេសួរជេហូថាតើបងគិតថានរណាគេជាអ្នកនៅពីក្រោយរឿងហ្នឹងទៅឯជេហូក៏សួរបកទៅវិញចុះឯងគិតថាតើនរណាគេដែលឯងរៀបចំរឿងទាំងអស់នេះបានហើយតើឯងគិតថាជនល្មើសជានរណាគេយន្តហូគេគ្រាន់តែឆ្លើយថាកុំបារម្ភអីខ្ញុំនឹងជួយបងគ្មាននរណាគេម្នាក់អាចយករបស់បងចេញពីបងបានឡើយដូច្នេះហើយឲ្យបងគេនឹងក៏ទាញយន្តហូឲ្យទៅអង្គុយក្បែរតែមិនប្រយ័ត្ននឹងដៃរបស់យន្តហូក៏ប៉ះរបួសរបស់គេយន្តហូវិញគេឃើញចឹងគេឡើងភ័យតែជេហូគេធ្វើជាឈឺនោះទេគេថាគ្រាន់តែលេងសើចតើណែតែមានស្នេហាណាឈឺយ៉ាងណាក៏គេមិនឈឺដែរហើយជេហូគេក៏និយាយថាខ្ញុំគ្រាន់តែសង្ឃឹមថាឯងរស់នៅទីនេះដោយសុបាយចិត្តហើយនឹងមានសុខភាពល្អជារៀងរហូតប៉ុន្តែយន្តហូវិញគេថាខ្ញុំត្រូវទៅកន្លែងកើតហេតុហើយនឹងវាតម្លៃស្ថានភាពតើវាមិនប្រសើរទេឲ្យសម្រាប់បងនិយាយទៅគេមិនចង់ខាតពេលអបិយទេគេចង់ជួយឲ្យបងគេណាអ្នកទាំងអស់គ្នាកុំឆ្ងល់ណាហេតុអីក៏អត់មាននិយាយបងអញ្ចឹងដោយសារតែយន្តហូគេហៅជេហូថាបងប្រុសឥឡូវនេះឃើញថាអ្នកទាំងពីរកាន់តែត្រូវគ្នាទៅណាយើងកាត់ទៅមើលជេមីនវិញម្ដងមើលទៅគេដូចជាសប្បាយចិត្តដល់ហើយនេះហើយយន្តហូនឹងលេខាសងពីអ្នកគេក៏បានដើរចូលមកគ្រាន់តែឃើញលេខាសងមកដែរនឹងជេមីនក៏សួរថាខ្ញុំគិតថាខ្ញុំហៅតែយន្តហូចូលមកទេតើហេតុអីទៅតើលោកមិនទុកចិត្តយន្តហូដោះស្រាយបញ្ហាហ្មងលេខាសងគេក៏ឆ្លើយថាយន្តហូនៅទីនេះមិនទាន់បានយូរប៉ុន្មានទេអ្នកប្រុសជេហូប្រាប់ថាបើសិនជាមានមនុស្សកាន់តែច្រើនកាន់តែស្រួលដូច្នេះហើយគាត់ក៏សុំឲ្យខ្ញុំមកជាមួយនឹងយន្តហូជេមីនក៏សួរវិញពិតមែនលោកនៅទីនេះធ្វើការបានល្អទៅអញ្ចឹងដូច្នេះហើយយន្តហូក៏ចាប់ផ្ដើមគម្រោងការតែម្ដងទៅហើយគេក៏សួរជេមីនតើយើងគួរតែចាប់ផ្ដើមពីណាតើយើងគួរតែចាប់អ្នកដែលចាប់ចម្រិតហើយសួរចម្លើយគេម្ដងទៀតទេជេមីនគេក៏ប្រាប់ថាមិនចាំបាច់ធ្វើអញ្ចឹងទេវាធ្លាប់បានសារភាពហើយថាអាចង្រៃនោះវាចង់សងសឹកយន្តហូគេក៏ឆ្ងល់ថាតើអាចង្រៃនោះមិនមែនជាមេខ្លោងទេមែនទេអញ្ចឹងនៅមានមនុស្សដែលបញ្ជាគេពីលើទៀតជេមីនគេថាត្រូវហើយដូច្នេះហើយទើបបានជាយើងសុំជំនួយពីឯងយើងចង់ស៊ើបអង្កេតថាតើនរណានៅពីក្រោយរឿងនេះទៅប៉ុន្តែខ្ញុំមិនគិតថាលេខាសងចុះមកលូកដែរសោះខ្ញុំបានរៀបចំកាដូសម្រាប់តែយន្តហូតែម្នាក់តែប៉ុណ្ណោះយន្តហូវិញក៏និយាយថាពួកយើងមានទំនាក់ទំនងល្អណាស់តើចាំបាច់ជូនកាដូអីទៅក៏ប៉ុន្តែជេមីនឲ្យយន្តហូមើលសិនទៅចាំសម្រាប់ចិត្តតាមក្រោយហើយនេះអ្នកជាកាដូគេដែលជានាឡិកាដែលស្រស់ស្អាតមែនតែនគ្រាន់តែឃើញភ្លាមនឹងយន្តហូក៏លូកដៃយកតែម្ដងហើយគេក៏សួរថាតើនេះមិនមែនជានាឡិកាដែលរចនាថ្លៃបំផុតទេមែនទេជេមីនវិញគេប្រាប់ថាវាជារបស់ឯងហើយតើឯងចូលចិត្តវាអត់យន្តហូគេពាក់បណ្ដាគេក៏លន់មាត់ថាតើវាស្រស់ស្អាតទេពេលដែលឃើញអញ្ចឹងទៅណាជេមីនគេឡើងសប្បាយចិត្តដែលយន្តហូចូលចិត្តកាដូរបស់គេឯលេខាសងវិញមើលទៅគេដូចជាអន់ចិត្តដែរណាយើងមើលកំឡុងសង្ហាអូប៉ាជេហូវិញគេកំពុងតែលេងទូរស័ព្ទនឹងក៏ស្រាប់តែលោកប្រធានបានដើរចូលមកជេហូគេអញ្ចឹងទេតែមើលទៅគេគោរពប៉ារបស់គេដល់ហើយលោកប្រធានគាត់ក៏សួរអំពីសុខភាពរបស់ជេហូនៅពេលនេះ
ចេហូគេក៏ប្រាប់ទៅថាពេលនេះខ្ញុំមានភាពប្រសើរឡើងហើយក៏ប៉ុន្តែលោកប្រធានគាត់ថាយើងមិនបានសួរអំពីការឈឺចាប់របស់ឯងទេគាត់ចង់ដឹងអំពីរបួសបេះដូងរបស់ចេហូព្រោះថាចេហូធ្លាប់ឈឺចាប់ដោយសារតែបរិសម្នាក់ឈ្មោះថាមីនហូដូច្នេះហើយគាត់មិនចង់ឲ្យចេហូមានការឈឺចាប់ម្ដងទៀតនោះទេតែចេហូក៏ឆ្លើយថាប៉ាខ្ញុំអាចដោះស្រាយវាដោយខ្លួនឯងបានស្រាប់តែពេលនឹងដែរយុនហូគេក៏បានដើរចូលមកចឹងហើយពីអ្នកប៉ាកូនគេក៏លេងនិយាយអីទៀតដែររួចហើយលោកប្រធានគាត់ក៏បានចេញទៅវិញទៅណាដែលទុកឲ្យចេហូនៅជាមួយនឹងយុនហូអញ្ចឹងទៅឯយុនហូវិញគេចង់ដឹងថាតើលោកប្រធានបាននិយាយអីគេខ្លះទៅមើលទៅបងដូចជាមិនសូវល្អតតែសោះចេហូវិញគេគ្រាន់តែនិយាយថាគ្មានអីនោះទេចុះឯងវិញខ្ញុំឮតែឯងទទួលបានកាដូមួយណាលើអញ្ចឹងយុនហូគេក៏ហួសចិត្តដែរដោយសារតែពាក្យចចាមអារាមនឹងលឿនដល់ហើយគេក៏ប្រាប់ទៅថាដោយសារតែជេមីនចង់ឲ្យខ្ញុំខំប្រឹងនៅក្នុងការងារនេះហើយគេក៏ឲ្យកាដូនេះមកខ្ញុំវាថ្លៃណាស់ណាតែនិយាយចឹងអីស្មានតែចេហូគេសប្បាយចិត្តហើយគេប្រចាំឯនេះហើយយុនហូគេក៏និយាយទៀតថាជាធម្មតាជេមីនមើលទៅគេហាក់បីដូចជាមិនសូវខ្វល់នោះទេតែពេលនេះមើលទៅគេដូចជាសើរៀសដល់ហើយឯចេហូក៏និយាយវិញម្ដងថាឯងបាននិយាយថាស្នេហាមិនមែនជាអ្វីដែលទទួលបានតាមរយៈការប្រកួតប្រជែងទេហើយក៏បាននិយាយទៀតថាឯងមិនចូលចិត្តជេមីនឡើយតែមើលឯងពេលនេះទៅមើលចេហូគេឃើញចឹងនឹងគេសប្បាយចិត្តមែនតែនគេក៏សួរថាតើបងប្រច័នមែនតែអាបងគេនឹងមាត់រឹងណាស់គេថាអត់ទេខ្ញុំមិនដែលប្រច័នឡើយខ្ញុំនឹងមិនទុកនរណាម្នាក់ឲ្យនៅក្បែរខ្ញុំដែលធ្វើខ្ញុំប្រច័នទេចំណែកឯចេហូវិញពេលដែលគេបានដើរចូលមកនឹងគេបានឮឈ្មោះបរិសម្នាក់ឈ្មោះថាមីនហូហើយគេក៏ចង់ដឹងតើមានរឿងអីចំពោះម្នាក់នោះទៅក៏ប៉ុន្តែចេហូគេប្រាប់ថាប្រហែលជាឯងស្ដាប់ច្រឡំហើយកុំបារម្ភពីវាអីណាពីអ្នកគេកំពុងតែនិយាយគ្នានឹងក៏ស្រាប់តែមានប្រុសស្អាតម្នាក់ដើរចូលមកម្នាក់នឹងគ្រាន់តែមកដល់នឹងក៏រត់ទៅអោបចេហូយកតែម្ដងមិនតែប៉ុណ្ណោះទេក៏ចាន់យុនហូឡើងដួលទៀតហើយគេថាគេសប្បាយចិត្តណាស់ដែលពេលនេះចេហូគ្មានរឿងអីកាត់ឡើងចំណែកយុនហូវិញគេក៏ចូលទៅបំបែកហើយក៏សួរតើលោកជានរណាគេនឹងបរិសម្នាក់នឹងគេក៏ប្រាប់ថាគេគឺជាមនុស្សដ៏មានតម្លៃសម្រាប់ចេហូគ្រាន់តែលឺអញ្ចឹងនឹងយុនហូគេខឹងហើយណាឯចេហូគេក៏ប្រកែកមិនអញ្ចឹងទេយុនហូតែថាបរិសម្នាក់នឹងអោបចេហូមិនលេងទាល់តែសោះចេហូក៏ប្រាប់ថាលេងខ្ញុំទៅហើយបរិសម្នាក់នឹងផងដែរមានណាគេទៀតគឺជាមីនហូនឹងឯងបន្ទាប់មកមិត្តភ័ក្តិរបស់ចេហូក៏បានមកលេងចេហូវិញណាគេអង្គុយឡើងផ្លឹកអស់ហើយមិត្តភ័ក្តិរបស់គេហៅអត់លឺទេដូច្នេះហើយមិត្តភ័ក្តិរបស់គេក៏ឆ្ងល់ថាតើមានអីរំខានចិត្តឯងមែនចេហូគេគ្រាន់តែប្រាប់ថាអត់ទេក៏ប៉ុន្តែមិត្តភ័ក្តិសង្ហារបស់គេនឹងគេគ្រាន់តែមើលភ្នែករបស់ចេហូនឹងគេដឹងហើយព្រោះថាពួកគេបានរាប់អានគ្នាជាយូរមកហើយណាហើយគេមើលភ្នែករបស់ចេហូនឹងគេក៏អាចដឹងទៀតថាមានរឿងអីគេក៏ប្រាប់ទៅថាស្នេហាវាមិនមែនជារឿងស្មុគស្មាញនោះទេឯងគិតច្រើនពេកអីអាយ៉ាគេមើលដឹងរបស់គេមែនតើនេះអាចខ្លាចជាគ្រូទាយបានដល់តែកំឡោះសង្ហាម្នាក់នេះវិញហើយរឿងនេះសិតតែសង្ហាទាំងអស់អញ្ចឹងនេះថាទូទៅសង្ហាដល់តែអ្នកសម្រាយនឹងក៏សង្ហាទៀតនិយាយលេងអ្នកទាំងអស់គ្នាតើយើងតរឿងយើងបន្តទៀតកំឡោះសង្ហានឹងគេថាពេលខ្លះមនុស្សជុំវិញឯងដឹងច្បាស់ជាងអ្នកដែលពាក់ព័ន្ធទៅទៀតឯចេហូវិញគេថាមិនអីទេចាំខ្ញុំគិតអំពីវាមិត្តភ័ក្តិរបស់គេក៏បាននិយាយបន្តទៀតថាខ្ញុំមិនខ្វល់ថាឯងសម្រេចចិត្តបែបណានោះទេសូមកំប្រើប្រាស់យុនហូជាទួជំនួសនរណាគេឲ្យសោះចេហូគេថាយើងដឹងហើយតើនរណាគេដែលយើងស្រឡាញ់ពិតប្រាកដអ្នកដែលគេស្រឡាញ់ពិតប្រាកដគឺជាម្នាក់នេះឃើញទេគេមករកដល់ផ្ទះតែម្ដងយុនហូគេក៏សួរថាហេតុអីបានជាបងមកទីនេះអាបងរបស់គេក៏ឆ្លើយថាដោយសារតែខ្ញុំនឹកឯងហ្នឹងណាហើយគេក៏ប្រាប់ទៀតខ្ញុំស្ទើរតែមិនអាចលួចចេញមកទាំងយប់បាននោះទេតែឯងនឹងមិនឲ្យរង្វាន់ខ្ញុំបន្តិចទេឬហើយនឹងគេក៏ចង់ថាប់យុនហូណាតែយុនហូគេមិនឲ្យថាប់ទេទុកឲ្យគេជាអ្នកឲ្យរង្វាន់វិញពេលដែលគេបានទទួលរង្វាន់ហើយចេហូក៏ប្រាប់ទៅកាន់យុនហូថ្ងៃស្អែកឯងត្រូវតែប្រយ័ត្នខ្លួនជាពិសេសចំពោះជេមីននឹងតែម្ដងឯយុនហូវិញក៏សួរថាហេតុអីបានជាបងនៅតែចោទប្រកាន់ចំពោះជេមីនអញ្ចឹងខ្ញុំមិនគិតថាគេគឺជាមនុស្សអាក្រក់ទេតើបងបាននឹងអីខ្លះទៅចេហូគេក៏ប្រាប់ទៅថាមនុស្សដូចជាជេមីនប្រកែកធ្វើពុតណាអ្វីដែលគេធ្វើបានល្អបំផុតនោះគឺជាការខ្លាចបន្លំយុនហូគេក៏និយាយថាខ្ញុំមិនគិតថាបងប្រុសរបស់ខ្ញុំជាមនុស្សលំអៀងអញ្ចឹងទេចេហូលឺអញ្ចឹងគេក៏ហួសចិត្តដែរណាបន្ទាប់មកយុនហូគេក៏មកជួបគ្នាជាមួយនឹងជេមីនហើយគេក៏សួរជេមីនហេតុអីបានជាលោកមិនចូលចិត្តចេហូអញ្ចឹងជេមីនគេក៏ប្រាប់ថាគាត់និងខ្ញុំគឺពិតជាខុសគ្នាណាលើអញ្ចឹងយុនហូក៏ចង់ដឹងទៀតតើខុសគ្នាយ៉ាងម៉េចទៅឯជេមីនក៏ប្រាប់ទៅណាថាគាត់មានអ្វីគ្រប់យ៉ាងចំណែកខ្ញុំវិញត្រូវតែខំប្រឹងដើម្បីខ្លួនឯងយុនហូគេក៏សួរទៀតហេតុអីបានជាត្រូវបែបនេះចំណែកឯជេមីនក៏បន្តនិយាយទៀតគាត់មិនដែលចាត់ទុកខ្ញុំគឺជាប្អូនប្រុសរបស់គាត់ទេលើបែបហ្នឹងយុនហូគេថាអ្វីដែលសំខាន់បំផុតរវាងសមាជិកគ្រួសារគឺជាការប្រស័យតាក់ទងគ្នាខ្ញុំគិតថាវាជាការប្រសើរណាស់បើសិនជាលោកនិងជេហូនិយាយគ្នាឲ្យបានល្អគ្រាន់តែលើអញ្ចឹងណាជេមីនគេសាច់ឡើងដូចមនុស្សឈួតអញ្ចឹងគេក៏លន់មកថាអូឯងនេះពិតជាល្ងងដល់ហើយបើសិនជាគ្រប់យ៉ាងអាចដោះស្រាយបានគ្រាន់តែទំនាក់ទំនងគ្នាអញ្ចឹងចំនួនគ្រួសារប្រហែលជាមិនមានច្រើនទេហើយឧក្រិដ្ឋកម្មក៏មិនកើតឡើងដែរមានតែមនុស្សទុនខ្សោយទេដែលដោះស្រាយតាមរយៈការសន្ទនាអ្វីដែលខ្ញុំចង់បានគឺជាការចោះចាញ់ឯងមករកខ្ញុំនៅពេលដែលរឿងនេះចប់តើបងប្រុសរបស់ខ្ញុំបានផ្ដល់អ្វីឲ្យឯងខ្លះខ្ញុំក៏អាចផ្ដល់របស់ទាំងអស់នឹងឲ្យឯងបានដែរចំណែកឯយុនហូវិញក៏និយាយថាតែលោកមិនបានចូលចិត្តខ្ញុំនោះទេជេមីនគេក៏តបតើធ្វើដូចម្តេចទើបឯងដឹងថាខ្ញុំចូលចិត្តឬក៏មិនចូលចិត្តឯងយុនហូគេក៏ឆ្លើយថាលោកចង់បានខ្ញុំជាកម្មសិទ្ធិគ្រាន់តែចង់ផ្ដួលចេហូតែប៉ុណ្ណោះ
ខ្ញុំនៅចន្លោះរវាងលោកនិងជេហូហើយខ្ញុំមិនចង់ខ្លាចតែជាជនរងគ្រោះនោះទេជេហូគេពិតជាចូលចិត្តលោកណាស់ចំណែកឯជេមីនក៏សួរតបតើឯងប្រកាសបានដោយរបៀបណាទៅឥឡូវនេះមីនហូគេក៏ត្រឡប់មកវិញហើយតើទំនាក់ទំនងរវាងឯងនិងគាត់នៅតែដូចមុនអត់គ្រាន់តែលើឈ្មោះរបស់មីនហូនិងយុនហូគេក៏សេតបាត់ហើយដូច្នេះហើយគេក៏ញ៉ាំស្រាជាបន្តទៀតដល់តែគេដើរទៅវិញនឹងក៏ទន់ជង្គង់ដួលតែម្ដងគេទន់ជង្គង់នឹងដោយសារតែគេស្វឹងនឹងឯងបន្ទាប់មកជេមីនក៏ទៅអបយុនហូហើយនិយាយថាឯងស្វឹងហើយឯយុនហូណាឃើញមុខរបស់ជេមីនអញ្ចឹងក៏សម័យចេញទៅជាជេហូឯណោះដោយសារតែគេស្មានតែជាជេហូទៅគេចង់ប្រគល់ខ្លួនប្រានឲ្យណាតែមានបានទៅប៉ះគ្នាអីជេហូគេក៏មកបំបាយតន់ហើយគេក៏ជេប្អូនគេអាក្មេងឈួតជេមីនក៏តបទៅវិញថាខ្ញុំគ្រាន់តែលេងសើចជាមួយនឹងមនុស្សប្រុសតើជេហូវិញគេក៏មិនចង់រករឿងអីដែរគេគ្រាន់តែឲ្យជេមីនឆាប់ចេញទៅដូច្នេះហើយជេមីនគេក៏ចេញទៅវិញអញ្ចឹងទៅណាចំណែកឯជេហូវិញគេក៏ដើរទៅក្បែរយុនហូឃើញថាពេលនេះយុនហូគេពិតជាស្វឹងខ្លាំងមែនតើចឹងហើយជេហូក៏នាំយុនហូទៅផ្ទះទៅគ្រាន់តែមកដល់ផ្ទះនឹងគេមិនឲ្យរំលងឱកាសល្អរបស់គេទេគេសុទ្ធតែមានជាក្បាច់ចងដៃណាមើលទៅពិតជារស់រាលមែនតើលុះមកដល់ថ្ងៃស្អែកពីរអ្នកគេក៏នាំគ្នាដេតធីងគ្នាហើយយុនហូណាគេកំងនំឡើងធំឃើញម៉ែបនឹងជេហូក៏ឆ្ងល់ថាតើនេះមិនច្រើនពេកទេឬតែយុនហូគេបានឆ្លើយទេគឺពេលនេះគេចង់ថតរូបជាមួយនឹងជេហូសិនដោយសារតែប្រហែលថ្ងៃនឹងគេឃើញនំនឹងល្បីណាស់នៅក្នុង IG ណាដូច្នេះហើយជេហូគេក៏យល់ព្រមថតរូបអញ្ចឹងទៅកំពុងតែថតរូបនឹងកំឡោះសង្ហាជេហូគេឡើងច្រឡើមតែម្ដងមកលិតដៃលិតអីអញ្ចឹងណាយុនហូគេឡើងអៀនមិនអៀនតែឯងទេដោយទាំងអេដមីនទៀតឡើងលូនចូលក្រោមតុកឬហើយយុនហូគេក៏និយាយថាថ្ងៃនេះគឺជា first date របស់យើងខ្ញុំបានព្យាយាមស្វែងរកការណែនាំណាប៉ុន្តែខ្ញុំមិនដឹងសោះថាបងមិនចូលចិត្តរបស់ផ្អែមខ្ញុំនេះពិតជាគូស្នេហ៍ដែលមិនស័ក្តិសមជាមួយនឹងបងមែននិយាយទៅយុនហូគេកំពុងតែខឹងខ្លួនឯងដែលមិនដឹងថាជេហូចូលចិត្តអីអត់ចូលចិត្តអីដល់តែជេហូក៏តបថាខ្ញុំមិនចូលចិត្តញ៉ាំរបស់ផ្អែមមែនតែខ្ញុំចូលចិត្តញ៉ាំឯងគ្រាន់តែលឺអញ្ចឹងណាយុនហូក៏បញ្ឈប់ជេហូកុំឲ្យនិយាយព្រោះថានៅទីនេះមានមនុស្សច្រើនណាស់ក៏ប៉ុន្តែកំឡោះសង្ហាជេហូគេមិនខ្វល់នោះទេធ្វើអីគ្នាណាស់អត់ការដែរអញ្ចឹងហើយមិនមានអីនៅផ្ទះវិញគ្រាន់តែមកដល់ភ្លាមអ្នកទាំងពីរក៏ចាប់ដើមររៀលតែម្ដងជាពិសេសខាងស្រីឯណោះនៅលើខាងប្រុសទៀតណាតែអ្នកទាំងពីរមិនទាន់នឹងបានធ្វើអីគ្នាផងក៏ស្រាប់តែមានអ្នកមកចុចកណ្ដឹងផ្ទះនិយាយពីថាដល់ឈុតសំខាន់ទៀតហើយហ្នឹងណាដូច្នេះហើយជេហូគេក៏ដើរទៅបើកទ្វារតែម្ដងទៅអ្នកដែលចុចកណ្ដឹងនឹងដែរគឺជាមីនហូគ្រាន់តែចុះមកដល់ហ្នឹងក៏អបជេហូភ្លាមអេដមីនហើយឈ្មោះឡើងចង់ឈួតនេះមីនហូជេហូយុនហូហើយឈ្មោះកកក្តីមិនដាក់មកដាក់ឈ្មោះដូចគ្នាអញ្ចឹងដាក់ឈ្មោះពូហាអីទៅអត់ណែម្នាក់ស្រីនេះណាឃើញគេអញ្ចឹងឡើងច្រាញ់គេមែនតែនមើលមាត់ឯណោះនិយាយពីថាមុខឈ្នានេះដែរហ្នឹងណាឯកំឡោះសង្ហាជេហូវិញក៏ហៅមីនហូឲ្យចូលនិយាយគ្នានៅខាងក្នុងទៅឃើញអញ្ចឹងអីយុនហូគេខឹងណាស់សុកក៏មកបំផ្លាញក្តីសុខរបស់គេរួចហើយជេហូក៏សួរទៅកាន់មីនហូថាហេតុអីបានជាឯងមកទីនេះមីនហូគេក៏ប្រាប់ទៅថាខ្ញុំត្រូវបានគេឃុំទុកប្រសិនបើមិនមែនដោយសារតែបងទេខ្ញុំក៏មិនត្រូវបានជាប់ឃុំដែរលើអញ្ចឹងទៅជេហូគេក៏ភ្ញាក់ផ្អើលដែរណាគេក៏សួរតែឯងជាប់ឃុំនៅឯណាទៅតែឯងចេញមកវិញដោយរបៀបណាតែមីនហូណាគេរំអួយមែនតែនគេក៏ស្លាប់បាត់ទើបតែនិយាយគ្នាមិនសោះក៏ធ្វើជាស្លាប់អីណាអញ្ចឹងហើយជេហូក៏ប្រាប់ឲ្យយុនហូហៅដុកទ័របន្តិចមកយុនហូគេក៏ទៅហៅអញ្ចឹងទៅឯជេហូគេចេះតែដាស់មីនហូអញ្ចឹងទៅណាបន្ទាប់មករឿងក៏បានកាត់មកនៅពេលដែលលោកប្រធានមកជួបគ្នាជាមួយនឹងជេហូគេក៏សួរប៉ាគេហេតុអីមិនជាប៉ាមកទីនេះលោកប្រធានគាត់ក៏សួរជេហូថាជេហូយើងសួរឯងពេលនេះយើងឮថាមីនហូបានត្រឡប់មកវិញហើយជេហូគេក៏ប្រាប់ទៅថាបាទពេលនេះខ្ញុំបានបញ្ជូនគេទៅមន្ទីរពេទ្យបាត់ហើយដូច្នេះហើយលោកប្រធានក៏ចង់ដឹងថាតើពេលនេះជេហូនឹងមានកម្រងអីទៀតទៅជេហូគេក៏ឆ្លើយទៀតថាគេបានរស់នៅជាមួយខ្ញុំនឹងមើលថែរក្សាគេពេលដែលឮអញ្ចឹងលោកប្រធានក៏បានណែនាំឯងត្រូវតែរក្សាអារម្មណ៍ផ្ទាល់ខ្លួនរបស់ឯងកុំឲ្យវាបង្កគ្រោះថ្នាក់ដល់នរណាគេម្នាក់ឲ្យសោះដូច្នេះហើយជេហូក៏បានឆ្លើយថាខ្ញុំយល់ហើយខ្ញុំនឹងដោះស្រាយវាឲ្យបានត្រឹមត្រូវសូមលោកប៉ាកុំបារម្ភអីនិយាយគ្នារួចហើយនឹងលោកប្រធានគាត់ក៏បានចេញទៅវិញទៅដឹងថាជេហូគេនឹងគិតធ្វើមិនទេនេះបើមានប្រពន្ធដល់ពីរអញ្ចឹងរួចហើយជេហូក៏បាននាំមីនហូចូលក្នុងបន្ទប់ហើយគេក៏ឲ្យមីនហូរស់នៅទីនេះមួយរយៈពេលសិនទៅមីនហូវិញណាគេមិនឲ្យជេហូដើរចេញទៅទេគេក៏អោបជើងជេហូឡើងជាប់តែម្ដងជេហូគេក៏សួរថាតើឯងកំពុងតែធ្វើស្អីហ្នឹងមីនហូគេក៏ប្រាប់ពួកគេបានចាក់សោខ្ញុំទុកហើយខ្ញុំក៏ត្រូវបានគេវាយដំនឹងធ្វើបាបរាងកាយរបស់ខ្ញុំពេលនេះពិតជាឈឺណាស់តើបងអាចហៅគ្រូពេទ្យឲ្យខ្ញុំបានទេចំណែកយុនហូវិញគេឃើញទាំងអស់ហ្នឹងអញ្ចឹងហើយគេក៏ខឹងមែនតែនដល់ទៅកំឡោះសង្ហាជេហូចង់ទៅណាក៏មិនរួចដែរបើតង់ជើងគេឡើងស្អិតអញ្ចឹងឯហ្នឹងពេលដែលយុនហូកំពុងតែដើរក៏ស្រាប់តែលើកូនចៅពីរបីនាក់និយាយគ្នាពួកគេនិយាយអំពីមីនហូនិងជេហូហ្នឹងណាហើយគេក៏គិតទៀតថាតើអារម្មណ៍ចាស់របស់អ្នកប្រុសជេហូនឹងត្រឡប់មកវិញអត់ណោះគ្នារបស់គេនឹងក៏ថាពិតណាស់ឯងខាននៅនឹងយូរហើយឯងមិនដឹងទេអ្នកប្រុសជេហូណាគាត់បានឆ្លងវ័យស្នេហាជាមួយនឹងមីនហូណានិយាយទៅគឺគាត់ពិតជាឈួតហ្មងខ្ញុំមិនដែលឃើញអ្នកប្រុសជេហូពីមុនមកអញ្ចឹងទេពេលហ្នឹងដែរលេខាសងគេក៏បានទៅស្ដីឲ្យឈប់និយាយដើមហើយនាំគ្នាទៅធ្វើការទៅដូច្នេះហើយពួកគេមិននឹងហ៊ាននៅទៀតមានតែចែកផ្លូវគ្នាអញ្ចឹងឯងបន្ទាប់មកយុនហូក៏ឃើញជេហូនិងមីនហូកំពុងតែអង្គុយផ្អែមល្ហែមជាមួយគ្នាមែនតែនដោយមីនហូណាគេសុទ្ធតែចាប់ដៃរបស់ជេហូមកដាក់នៅលើថ្ពាល់របស់គេហើយក៏និយាយថាខ្ញុំមានតែបងតែប៉ុណ្ណោះខ្ញុំពិតជាខ្លាចណាស់នៅពេលដែលខ្ញុំជាប់ឃុំនោះពេលនោះខ្ញុំពិតជាចង់ឲ្យបងនៅក្បែរខ្ញុំណាគេនិយាយចឹងហើយនឹងគេក៏អបជេហូយកតែម្ដងចំណែកឯយុនហូវិញគេទ្រាំលេងបានហើយគេក៏ដើរចូលទៅ
ហើយគេក៏សួរតើខ្ញុំរំខានលោកទេនិយាយទៅគេចូលទៅសួរនឹងគឺគេចង់ប្រាប់ជេហូថាពេលនេះគេខឹងហើយជេហូវិញគេក៏រត់ទៅតាមយន្តហោទៅគេមិនតាមមីនហោឡើយដូច្នេះហើយមីនហោគេបានតែត្រឹមខឹងតែប៉ុណ្ណោះចំណែកឯជេហូវិញក៏ហៅប្រពន្ធចុងប្រពន្ធដើមនឹងមកញ៉ាំភីសាមកអ្នកទាំងពីរនឹងក៏អញ្ចឹងទៀតនាំគ្នាទៅដើមគ្នាអង្គុយក្បែរជេហូណាគ្រាន់តែឃើញនំមីនហោក៏លន់មាត់ថាវាមើលទៅពិតជាឆ្ងាញ់ណាស់តែគេញ៉ាំទេពេលនេះគេសុំនិយាយគ្នាជាមួយនឹងជេហូបន្តិចគេក៏ដើរទៅចាំជេហូមុនអញ្ចឹងទៅឯយន្តហោវិញណាគេមិនចង់ឲ្យជេហូទៅទេតែធ្វើមិនទេបើគេមានរឿងត្រូវនិយាយគ្នាហើយបន្ទាប់មករឿងក៏កាត់មកនៅពេលដែលតួប្រុសរបស់យើងចង់មានអីជាមួយគ្នាណាតែថាគេមានអេរកាទេដោយសារតែមានហោចេញក្បាលមកហ្មងពេលនេះគេចង់សុំនិយាយជាមួយនឹងជេហូបន្តិចនិយាយទៅគេចេះតែរនឹកហ្មងគេចង់បំបាយជេហូនឹងយន្តហោដូច្នេះហើយយន្តហោមានតែអត់ទៀតអញ្ចឹងទៅតែយន្តហោគេក៏លេងទ្រាំទៀតហើយគឺគេទៅសួរមានហោចំតែម្ដងតើលោកចង់ធ្វើអីឲ្យប្រកាសទៅមានហោក៏តបតើខ្ញុំបានធ្វើអីយន្តហោគេប្រាប់ថាឈប់លេងហ្គេមទៀតទៅឥឡូវនេះជេហូគឺជារបស់ខ្ញុំហើយពេលដែលលឺអញ្ចឹងមានហោក៏លន់មាត់ថាយ៉ាខ្ញុំពិតជាអាណិតឯងណាវាហាក់បីដូចជាឯងមិនដឹងទេថាក្តីស្នេហារបស់ឯងមិនអាចទៅរួចយន្តហោគេឆ្ងល់ណាស់តើឯងចង់មានន័យថាម៉េចទៅមានហោគេក៏ប្រាប់ទៀតទៅឯងមើលទៅនៅតែមិនដឹងដដែលឯងនឹងជេហូគឺជាបងប្អូនបង្កើតនឹងគ្នាគ្រាន់តែលឺអញ្ចឹងយន្តហោក៏ប្រាប់ថាឈប់និយាយអីដែលមិនសមហេតុផលទៀតទៅមានហោក៏សួរវិញមិនសមហេតុផលឯងសាក់តែ check មើលបន្ទប់ដែលមានត្រារូបខ្លានឹងមើលចូលទៅក្នុងហើយក៏រកមើលទៅតើរឿងដែលយើងបាននិយាយពិតជាមិនសមហេតុផលមែនអត់ឯងនឹងអាចស្វែងរកការពិតឆាប់នេះហើយភាពស្វីតរវាងឯងនិងជេហូគឺជាស្នេហាហាមឃាត់តែឯងគិតថាជេហូនឹងអាចដោះស្រាយបញ្ហានេះបានទេប៉ុន្តែខ្ញុំពិតជាចំណែនឯងណាគឺជាបរិះក្រីក្រភ្លាមក៏ស្រាប់តែខ្លាចទៅជាកូនប្រុសអ្នកមានយ៉ាយើងចំណែនឯងមែនតើពេលនិយាយគ្នាហើយនឹងមីនហោគេក៏បានដើរចេញទៅដល់ទៅយន្តហោណាគេក៏ទុនដៃទុនជើងអស់ហើយដូច្នេះហើយយប់ឡើងនឹងយន្តហោក៏លួចចូលទៅក្នុងបន្ទប់នឹងតែម្ដងពេលដែលចូលទៅដល់នឹងក៏ឃើញរូបម៉ាក់របស់គេជាមួយនឹងបរិះម្នាក់ចឹងហើយគេក៏ជឿឲ្យថាម៉ាក់របស់គេគឺជាប្រពន្ធចុងរបស់ប៉ាជេហូដូច្នេះមានន័យថាពីរអ្នកគេពិតជាបងប្អូនជាមួយគ្នាមែនបន្ទាប់មកយន្តហោក៏មកសួរមីនហោតើឯងដឹងរឿងនឹងពីណាមកពេលដែលលឺអញ្ចឹងមីនហោក៏និយាយថាវាហាក់បីដូចជាឯងបានដឹងរឿងនឹងហើយជេហូនិងខ្ញុំបានធំឡើងមកជាមួយគ្នារវាងប៉ារបស់ខ្ញុំនិងលោកពូគឺជាមិត្តភក្តិស្និទ្ធស្នាលជាមួយគ្នាតចំនួនដូច្នេះហើយកាលពីក្មេងខ្ញុំបានឮថាប៉ារបស់ខ្ញុំបានសួរទៅកាន់លោកពូតើឯងនឹងគិតធ្វើម៉េចទៅជាមួយនឹងនារីម្នាក់នោះលោកពូគាត់ក៏បានប្រាប់ថានារីដែលមានផ្ទៃពោះនោះខ្ញុំនឹងឲ្យលុយទៅនាងដើម្បីឲ្យនាងយកកូននោះចេញហើយខ្ញុំក៏មិនឲ្យនាងបង្ហាញខ្លួនទៀតដែរបន្ទាប់មកមីនហោគេក៏និយាយទៀតខ្ញុំដឹងថាគាត់មានកូនមួយនោះក៏ប៉ុន្តែខ្ញុំមិនគិតថាគឺជាឯងសោះយ៉ាឯងដឹងទេយើងដឹងដោយសារតែយើងបានឃើញរូបថតរបស់ឯងជាមួយនឹងម៉ាក់របស់ឯងតែឯងសប្បាយចិត្តប៉ុណ្ណាទៅអញ្ចឹងវាបង្ហាញថាជេហូគឺជារបស់ខ្ញុំហើយពេលដែលយន្តហោដឹងការពិតអញ្ចឹងទៅគេក៏អុកគូតយកតែម្ដងគឺថាពេលនេះគេមិនទាន់អាចទទួលយកបាននោះទេគេក៏លន់មាត់សួរទៀតថាតើជេហូនិងខ្ញុំគឺជាបងប្អូនជាមួយគ្នាឯមីនហោវិញគេសង្ឃឹមថាជេហូនឹងដឹងរឿងនឹងទៅចោះក្នុងករណីដែលនរណាម្នាក់ដឹងពីរឿងនេះជេហូគេនឹងទទួលទោសពីបទដែលពីរនាក់ឯងបានរួមរយៈជាមួយគ្នាហើយគេនឹងបាត់បង់តំណែងរបស់គេនៅក្នុងក្រុមហ៊ុនបើសិនជាជេមីនដឹងពីរឿងនេះវិញវាគឺជាឱកាសល្អសម្រាប់គេណាដែលអាចទម្លាក់ជេហូបានគ្រាន់តែលឺអញ្ចឹងនឹងយន្តហោក៏ស្ពះសុំមីនហោតែម្ដងថាកុំឲ្យមីនហោប្រាប់រឿងនឹងទៅកាន់ជេមីនអីមីនហោគេថាគេនឹងមិនប្រាប់ទេបើសិនជាយន្តហោធ្វើតាមគេគឺគេចង់ឲ្យយន្តហោចាក់ចេញពីជេហោទៅហើយក៏បង្ហាញមុខម្ដងទៀតឲ្យសោះឯងក៏មិនចង់ឲ្យម៉ាក់របស់ឯងស្លាប់ទៅដោយមិនសប្បាយចិត្តដែរមែនទេដរាបណាឯងចាក់ចេញទៅវាគឺជារឿងល្អសម្រាប់អ្នករាល់គ្នាអ្នកផ្សេងទៀតមិនចាំបាច់ដឹងពីរឿងទាំងអស់ហ្នឹងទេហើយអ្វីៗក៏ត្រឡប់ទៅដូចដើមដោយពេលដំបូងអញ្ចឹងជេហូនឹងក្លាយជារបស់ខ្ញុំយ៉ាដើម្បីជាការផ្លាស់ប្ដូរខ្ញុំនឹងរក្សាវាជាការសម្ងាត់អស់មួយជីវិតចំណែកយន្តហោវិញគេមិននិយាយអ្វីចេញទៀតឡើយហើយគេក៏ដើរចេញទៅឃើញបែបហ្នឹងមីនហោគេសប្បាយចិត្តណាស់គេក៏អង្គុយហួចទៀតគឺថាពេលនេះយន្តហោគេមកអង្គុយយំនៅក្នុងបន្ទប់ឯណែយំមិនដើរមើលរូបថតរវាងគេនិងជេហោមិនដើរនិយាយទៅពេលនេះបេះដូងរបស់គេឡើងក្រំគ្រាអស់ហើយភាគនេះអត់មានសម្បញ្ចប់តែត្រឹមហ្នឹងណាចាំមើលភាគក្រោយគឺជាភាពបញ្ចប់បើសិនជាអ្នកទាំងអស់គ្នាចង់លើកទឹកចិត្ត admin ក្នុងការសម្រាយរឿងបន្តទៀតអ្នកទាំងអស់គ្នាអាចឧបត្ថម្ភតាមរយៈកុងធនាគារនេះបានហើយកុំភ្លេចសរសេរ note នៅក្នុងនោះផងណាដើម្បីឲ្យ admin មើលទៅដឹងដូចជាសរសេរថា admin ពិតជាស្អាតខ្លាំងណាស់អីចឹងទៅតែបើសិនជា admin អត់បានឃើញទេអ្នកទាំងអស់គ្នាជួយ comment នៅក្នុងវីដេអូប្រាប់ admin ផងណាអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ